កម្មករកម្មការនីរោងចក្រស្បែកជើងយីហោយូជាឆេងប្រមាណជាង2000នាក់នាំគ្នាតវ៉ាបាត់ផ្លូវជាតិលេខ3ស្ទះជាច្រើនម៉ោងខណៈដែលមេការចិនប្រមាថមើលងាយដល់កម្មករដែលជាជនជាតិខ្មែរនិងមិនបើកប្រាក់បំណាច់ឆ្នាំជាពិសេសថ្ងៃបុណ្យ7មករាមិនអនុញ្ញាតឲ្យកម្មករឈប់សម្រាកការតវ៉ារបស់បងប្អូនកម្មករកម្មការនីនៃរោងចក្រយូជាឆេងដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ3ក្នុងស្រុកកូនពិសីខេត្តកំពង់ស្ពឺបានបាត់ផ្លូវតវ៉ានាព្រឹកថ្ងៃទី7ខែមករាឆ្នាំ2026នេះយ៉ាងណាមិញក្រោយពីទទួលបានព័ត៌មានអាយដាមទុយស៊ីផាន់រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរួមជាមួយនឹងក្រុមអន្តរាគមន៍របស់ក្រសួងមន្ទីរការងារបានសហការជាមួយនឹងអាជ្ញាធរបានចុះទៅសម្របសម្រួលក្នុងករណីនេះដោយមានការចូលរួមពីតំណាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតំណាងមន្ទីរការងារតំណាងអាជ្ញាធរមូលដ្ឋានតំណាងរោងចក្រនិងតំណាងកម្មករនិយោជិតក្រោមការសម្របសម្រួលនិងការយកចិត្តទុកដាក់ដោះស្រាយភ្លាមៗកង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយចប់សពគ្រប់ជាមួយនេះផងដែរប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកច័ក្របូរិនជាថ្មីម្ដងទៀតលោកបានសំណូមពរដល់បងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារនៅតាមរោងចក្រសហគ្រាសក្រុមហ៊ុនទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺសូមមេត្តាទំនាក់ទំនងមកមន្ទីរការងារដើម្បីដោះស្រាយបញ្ហាផ្សេងៗជូនបងប្អូនទាំងអស់គ្នារាល់សកម្មភាពតវ៉ានានាមិនគូកើតឡើងនោះទេសូមបងប្អូនគូប្រគល់បញ្ហារបស់បងប្អូនឲ្យមន្ត្រីជំនាញរួមមានក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងអាជ្ញាធរដោះស្រាយជូនបងប្អូនឲ្យអស់លទ្ធភាពសិនជាទូទៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីខេត្តនិងអាជ្ញាធរមិនដែលទុកក្តីកង្វល់និងសំណូមពររបស់បងប្អូនចោលនោះទេសូមជឿទុកចិត្តដល់មន្ត្រីជំនាញដើម្បីរកដំណោះស្រាយជូនបងប្អូនប្រកបដោយយុត្តិធម៌សមស្របតាមច្បាប់កំណត់លោកប្រធានមន្ទីរខេត្តកំពង់ស្ពឺបន្តថាពេលមានបញ្ហាកុំភ្លេចទំនាក់ទំនងមកពួកយើងខ្ញុំរាល់ព័ត៌មានទាំងអស់នឹងត្រូវបានរក្សាជាអាថ៌កំបាំងលេខទំនាក់ទំនងសម្រាប់ដោះស្រាយជូនកម្មករនិយោជិតលោកច័ក្របូរិនប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺលេខទូរស័ព្ទ093 883 456 097 474 8លោកប៉ាត់សុងអនុប្រធានមន្ទីរ093 474 188លោកមុំមករាប្រធានការិយាល័យលេខទូរស័ព្ទ087 353 595 077 353 595លោកចិនសវ៉ាតអនុការិយាល័យ015 62 1000 077 537 768និងលោកឡុងជីមអនុការិយាល័យលេខទូរស័ព្ទ015 595 858មន្ត្រីមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ